ឯកឧត្តមឡាំជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនអញ្ជើញដឹកនាំគណៈប្រតិភូនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចូលគោរពវិញ្ញាណក្ខន្ធឯកឧត្តមនាយឧកញ៉ាឧត្តមមេត្រីវិសិទ្ធហ៊ុនសានតារា Cambodia New នាព្រឹកថ្ងៃអាទិត្យពីកើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី30ខែមីនាឆ្នាំ2025នេះឯកឧត្តមឡាំជាបានអញ្ជើញដឹកនាំគណៈប្រតិភូនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចូលគោរពវិញ្ញាណក្ខន្ធឯកឧត្តមនាយឧកញ៉ាឧត្តមមេត្រីវិសិទ្ធហ៊ុនសានដែលត្រូវជាបងប្រុសបង្កើតរបស់សម្ដេចអគ្គមហាសេនាបតីតេជោនិងបងថ្លៃប្រុសរបស់សម្ដេចគតិព្រិតបណ្ឌិតដែលត្រូវបានទទួលមរណភាពកាលពីថ្ងៃសុក្រ15រោចខែផល្គុនឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី28ខែមីនាឆ្នាំ2025វេលាម៉ោង 2:20 នាទីក្នុងជន្មាយុ78ឆ្នាំដោយរោគគាពៀតក្នុងឱកាសនៃការអញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តមឡាំជាព្រមទាំងថ្នាក់ដឹកនាំនៃមន្ត្រីរាជការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានសម្ដែងនៅមរណទុក្ខយ៉ាងក្រៀមក្រំនិងសម្ដែងនៅសេចក្តីសង្វេគសោកស្ដាយស្រណោះអាឡោះអាល័យប្រកបដោយអនិច្ចលធម៌យ៉ាងជ្រាលជ្រៅជាទីបំផុតជាមួយសម្ដេចអគ្គមហាសេនាបតីតេជោនិងសម្ដេចគតិព្រិតបណ្ឌិតព្រមទាំងក្រុមគ្រួសារឯកឧត្តមរដ្ឋមន្ត្រីព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយសម្ដេចអគ្គមហាសេនាបតីតេជោនិងសម្ដេចគតិព្រិតបណ្ឌិតព្រមទាំងក្រុមគ្រួសារនិងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តមនាយឧកញ៉ាឧត្តមមេត្រីវិសិទ្ធហ៊ុនសានសូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ